យើងចូលទៅកាន់អក្សរ E ទាំងអស់គ្នាអក្សរ E នេះបងប្អូនអធិស្ឋានអក្សរ E នេះពាក្យតំណាងយើងមើលពាក្យតំណាងអានេះ Inner T-Rex egg យើងមើលរូបភាពនេះ Inner T-Rex egg បាទគឺអានេះគេបែប phonics គឺគេប្រើរូបភាពអឺលក្ខណៈឲ្យក្មេងៗគាត់ចាប់អារម្មណ៍អញ្ចឹងណា energetic ហ្នឹងគឺលក្ខណៈដែលគាត់ថាមាន energy មានថាមពលអញ្ចឹងពងទាហ្នឹងវាមានថាមពលឃើញវាមានពាក់ស្បែកជើងត្រឹមត្រូវវាមានរំមានជ្រៀងអីចឹងទៅចឹងអាហ្នឹងគេហៅ energetic egg បាទបើគេដាក់ថា energetic person អានេះថាមនុស្សហ្នឹងគឺមានពបញ្ញថាមពលបាទអញ្ចឹងឥឡូវយើងមើលពាក្យទាំងអស់ហ្នឹងសុទ្ធតែផ្ដើមដោយសំឡេងនៃអក្សរ E នៅខាងដើមបាទអញ្ចឹង E sound អ្វីយើងទៅមើលទៀតអស់គ្នា Learning short and long vowel E បាទអញ្ចឹងយើងរៀនអំពីអក្សរ E ដែលវាមានសំឡេងរបស់វាមាន short និងវាមាន long វាមានខ្លីនិងវែង In English phonics នៅក្នុង phonics ដែលនៅក្នុងភាសាអង់គ្លេសណាការបញ្ចេញសំឡេងហ្នឹង the letter E primarily makes two distinct sound អញ្ចឹងអក្សរ E ភាគច្រើនវាបង្កើតបានទៅជាពីរសំឡេងបាទដាច់ពីគ្នា the short E sound and the long E sound អញ្ចឹងវាមាន short E E ខ្លីបាទហើយសំឡេង E ខ្លីនិងសំឡេង E វែងបាទឥឡូវយើងមកមើល the sound of E number 1 short E sound F បាទ found in word like bad bread and pen sound like the air in the elephant ណា E sound elephant អូខេអញ្ចឹងយើងឃើញហ្នឹងគឺ elephant ឥឡូវយើងមកមើលបងប្អូនគ្នា egg 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 ឃើញសំឡេងវាអាហ្នឹងគឺ short E ឯង envelope 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 អូខេចឹងអាសំឡេងហ្នឹងគឺខ្ញុំស្ដាប់នៅក្នុង Oxford Phonics អញ្ចឹងគឺតាមពិតខ្ញុំចង់ដាក់សំឡេងហ្នឹងឲ្យបងប្អូនស្ដាប់ជាភាសា native speaker តែម្ដងបាទគឺជនជាតិគេនិយាយតែម្ដងក៏ប៉ុន្តែខ្ញុំដាក់មកទីនេះគឺជាប់ copyright អញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនអាចសរសេរថា Oxford Phonics World ចឹងទៅបងប្អូននឹងស្ដាប់សំឡេងវាបានហើយអញ្ចឹងណាចាំបើសិនជាបងប្អូនត្រូវការអាច comment ខាងក្រោមបានអានេះ elbow បាទ elbow ហ្នឹងគឺកែងដៃណាបាទ elbow បាទឃើញទេដើមសំឡេង s elbow elephant 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 ឃើញទេអញ្ចឹង egg ម្ដងទៀត egg envelope elbow elephant បាទចំពោះ long e គឺ sound e បាទសំទោស sound e សំទោសបាទអញ្ចឹងអា long e សំឡេង e ដែលវែងហ្នឹងគឺសំឡេងរបស់វាគឺ e ដូចគ្នាដែរ found in word like see free and beat the e says it names អញ្ចឹង as in ego អញ្ចឹងសំឡេង e វែងហ្នឹងគឺវាដូចតែអក្សរ e ដែរអក្សរ e ហ្នឹងហើយសំឡេងវាគឺដូចគ្នាអញ្ចឹងណាអក្សរវា e សំឡេងវា e ដែរអញ្ចឹងណា seized see ឃើញបាទមើលឃើញអីមួយអញ្ចឹងណា free freezed ដើមឈើ eat ញ៉ាំឬក៏ស៊ីឬក៏បរិភោគអីចឹងទៅ leaf leaf បាទគឺអីគេអានេះ leaf នេះគឺស្លឹកឈើបាទតែ leaf នេះគឺតែមួយស្លឹកទេណាបើសិនជាវាទៅស្លឹកច្រើនអានឹងផ្លាស់ f បាទទៅ ve អីចឹងទៀតទៅ
how to write របៀបនៅក្នុងការសរសេរអក្សរ E អញ្ចឹងអក្សរ E នេះវាមាន4របៀបអក្សរធំណាឬក៏យើងហៅថា capital letter ហ្នឹងគឺឬក៏ uppercase letter ហ្នឹងគឺវាសរសេរបាន4មាន4របៀបក្នុងការសរសេរដើម្បីបានអក្សរ E ធំហ្នឹងយើងមើលទី1យើងពីលើចុះក្រោមសិនមកហើយយើងដកដៃសិនក៏បានហើយតមកយើងដាក់ទី2តមកដាក់ជើងមួយទៀតមកដាក់ខាងនេះមួយទៀតមកគឺបានទាំងអស់4ហ្នឹងទៅគឺបានអក្សរ E ធំហើយចំពោះអក្សរ E តូចគឺមាន2ទី1បែបនេះតមកយើងក៏វះវាបែបនេះមករហូតមកគឺបានអក្សរ E តូចហើយឬក៏យើងថា small e ឬក៏ lower case e ហ្នឹងអញ្ចឹង elephant បាទអញ្ចឹងលើកទឹកចិត្តដល់បងប្អូនរៀនសរសេរអក្សរហ្នឹងឲ្យបានស្អាតអាចខ្ញុំធ្លាប់បួសដែរដូច្នេះរបៀបនៃការសរសេរអក្សរគឺតាមពិតទៅគេថាអ្នកបួសគឺភាគច្រើនសរសេរអក្សរបានស្អាតប៉ុន្តែតាមពិតទៅវាអាស្រ័យទៅលើទម្លាប់ឬក៏ការព្យាយាមសម្រាប់ខ្ញុំឃើញអក្សរអ្នកណាស្អាតខ្ញុំយកមកសរសេរមួយសភៅមួយក្បាលហ្នឹងគឺសរសេររៀនសរសេរអក្សរហ្នឹងក៏មានដែរបាទឬក៏មកពាក្យហ្នឹងខ្ញុំសរសេរ4 5ទំព័រអីចឹងទៅក៏មានដែរយូរទៅអក្សរស្អាតតែម្ដងthe letter E positions ទីតាំងដែលអក្សរ E វាតែងតែឈរអញ្ចឹងវាមានដូចគ្នាបងប្អូន beginnings បាទនៅខាងដើម vowel start ភាគច្រើនគឺជាការចាប់ផ្ដើមនៃសំឡេងស្រៈ egg ឃើញទេ enter បាទ enter អញ្ចឹង egg បាទអញ្ចឹងឃើញសិតតែផ្ដើមដោយអក្សរ E ទាំងអស់បាទmiddle គឺ most frequent មានន័យថាញឹកញាប់ដែរហ្នឹងនៅខាងចុងណាបាទយើងឃើញច្រើនដែរដូចជាពាក្យមិត្តបាទឬក៏ sit នេះក្របពូជមិត្តនេះបានជួបអីចឹងណាn នៅខាងចុងក៏មានដែរបាទប៉ុន្តែគឺ often silent ភាគច្រើនអក្សរ E នៅខាងចុងគេមិនជាញឹកញាប់ហ្នឹងគឺតែងតែអត់មានសំឡេងទេ make ខាង E នេះមានសំឡេងអត់ទេគេអត់បញ្ចេញសំឡេង E ទេគឺ make like ឃើញទេបាទអញ្ចឹងខ្ញុំទៅពីអក្សរនឹងសិនបងប្អូនចាំជួបគ្នានៅអក្សរផ្សេងទៀតហើយយើងនឹងបញ្ញាប់រៀនឲ្យបានលឿនកាន់តាមដែលអាចធ្វើទៅបានតាមលំដាប់លំដោយខ្ញុំស្រឡាញ់មេរៀនទាំងអស់ហ្នឹងបងប្អូនខ្ញុំរៀបចំមកឃើញថាកាន់តែរៀបកាន់តែសប្បាយចិត្តហើយត្រេកអរចំពោះបងប្អូនអរគ្នាដែលបានរៀនតាមលំដាប់លំដោយអញ្ចឹងណាខ្ញុំនិយាយទៅការដែលខ្ញុំរៀនដំបូងគឺអត់មានអ្នកត្រួសត្រាយផ្លូវសម្រាប់ខ្ញុំទេប៉ុន្តែដោយសារខ្ញុំយល់អញ្ចឹងហើយទើបខ្ញុំចង់ត្រួសត្រាយផ្លូវទៅដល់បងប្អូនអរគ្នាបងបងទាំងអស់គ្នាដែលអត់សូវបានមានពេលនៅក្នុងការទៅរៀននៅសាលាហើយរៀនតាមនេះបានអត់អីទេឲ្យតែយើងតាំងចិត្តរៀនខ្ញុំគិតថាអាចរៀនបានហើយបាទគឺมันងាយមានភាសាអង់គ្លេសណាដែលយើងរៀន free ទាំងអញ្ចឹងណាមាននៅតាម YouTube ដែរប៉ុន្តែខ្ញុំមិនដឹងថាមានលម្អិតចឹងអត់ទេប៉ុន្តែសម្រាប់ខ្ញុំក្រងថានឹងរៀបពីដើមទៅឡើងទៅលើជូនបងប្អូនរៀនឲ្យបានដូចរៀននៅសាលាចឹងបាទខ្ញុំធ្លាប់បរៀនអនឡាញដែរបងប្អូនមួយវគ្គថ្លៃគួរសមដែរណាបាទឥឡូវគឺទនេទៅក៏មិនបានបរៀនតាមអនឡាញទៀតទេអញ្ចឹងគឺគិតថាបងរៀនចែករំលែកបងប្អូនតាម YouTube បាទសង្ឃឹមថាវីដេអូនេះបានជាប្រយោជន៍សម្រាប់បងប្អូនអរគ្នាហើយយើងជួបគ្នានៅវីដេអូក្រោយៗទៀតយ៉ាងឆាប់បាទសូមអរគុណច្រើនណា